ការរឹងមាំផ្នែករូបរាងកាយគឺវាអត់ទាន់គ្រប់គ្រាន់ទេវាត្រូវតែមានភាពរឹងមាំនៅផ្នែកបញ្ញាស្មារតីផងដែរហើយការរឹងមាំផ្នែកបញ្ញាស្មារតីក៏វាអត់ទាន់គ្រប់គ្រាន់ដែរវាត្រូវតែឲ្យយើងទាមទារនៅការរឹងមាំផ្នែកសុខភាពដូចគ្នានឹងហើយសួស្តីអ្នកនរគ្នាខ្ញុំត្រឡប់មកវិញហើយអញ្ចឹងក្នុងអេពីសូតថ្មីនេះគឺខ្ញុំផ្ដោតទៅលើពាក់ព័ន្ធជាមួយនឹង topic មួយដែលគេបានលើកឡើងថានៅពេលដែលខ្ញុំបានអានសភៅហ្នឹងគឺគេបានផ្ដោតទៅលើពាក់ព័ន្ធជាមួយនឹងការរឹងមាំផ្នែករូបរាងកាយគឺវាអត់ទាន់គ្រប់គ្រាន់ទេគឺយើងត្រូវមានភាពរឹងមាំផ្នែកបញ្ញាស្មារតីដូចគ្នាប៉ុន្តែសម្រាប់និយមន័យមួយនេះគឺវាពិតជាត្រឹមត្រូវមែនតើសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំត្រូវ apply មកទាំងពីរដូចគ្នាអញ្ចឹងការរឹងមាំផ្នែកបញ្ញាស្មារតីហ្នឹងគឺជាផ្នែកមួយដែលសំខាន់ហើយប៉ុន្តែក៏វាត្រូវត្រឡប់មកវិញដូចគ្នាថាគឺត្រូវរឹងមាំផ្នែករាងកាយវិញដូចគ្នាដែរអញ្ចឹងបានន័យថា topic ហ្នឹងគឺខ្ញុំផ្ដោតទៅលើលក្ខណៈថាវាមានទៅវាមានមកដូចគ្នាបើសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំប្រឹងប្រែងព្យាយាមពង្រឹងផ្នែកស្មារតីបញ្ញាស្មារតីខ្លួនឯងពេកទៅអត់បានទៅពង្រឹងផ្នែកសុខភាពខ្លួនឯងទេអញ្ចឹងរូបរាងកាយវាតែទ្រុឌទ្រោមហើយអញ្ចឹងប្រឹងប្រែងធ្វើការប្រឹងប្រែងរៀនសូត្រពេកដល់ទៅផ្លិចtake care សុខភាពខ្លួនឯងអញ្ចឹងអានេះគឺជាបញ្ហារបស់ខ្ញុំផ្ទាល់បច្ចុប្បន្នប៉ុន្តែខ្ញុំជឿថាអ្នកនិពន្ធដែលគាត់បានលើកឡើងយកមកថាការរឹងមាំផ្នែករាងកាយហ្នឹងណាវាអត់គ្រប់គ្រាន់ទេវាត្រូវមានរឹងមាំទៅផ្នែកបញ្ញាស្មារតីអញ្ចឹងបានន័យថាមនុស្សបច្ចុប្បន្នយើងភាគច្រើនវាមានករណីផ្សេងគ្នាពីព្រោះបុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់ៗវាខុសគ្នាប៉ុន្តែអ្នកនិពន្ធផ្ដោតលើនេះគឺផ្ដោតទៅលើថាការដែលយើងរឹងមាំផ្នែករាងកាយវាជារឿងល្អឲ្យសុខភាពយើងរឹងមាំប៉ុន្តែបើការរឹងមាំផ្នែកបញ្ញាស្មារតីរបស់យើងអត់សូវរឹងមាំទេវាធ្វើឲ្យយើងបាក់ឬក៏ហ៊ានចោះញោមឬក៏ចាប់ផ្ដើមចោះចាញ់លឿនពេកនៅក្នុងកលៈទេសៈមួយចំនួនដែលយើងអត់អាចនឹកស្មានដល់អញ្ចឹងណាអញ្ចឹងទៅគឺយើងត្រូវការផ្នែកបញ្ញាស្មារតីដើម្បីមកជួយក្នុងការទ្រទ្រង់នៅផ្នែកស្មារតីនេះឲ្យបានរឹងមាំដូចគ្នាអញ្ចឹងពីខ្លះអាចនិយាយបានថាមនុស្សដែលគាត់អាសាហាត់ប្រាណធ្វើការឬក៏អីចឹងទៅហាត់ប្រាណមែនតើគឺទៅគាត់ទៅលើកដុំដៃឬក៏លើកគាត់ទៅហាត់យូហ្គាឬក៏អីចឹងណាយើងឃើញគាត់មកទៅ feel relax feel អីចឹងទៅប៉ុន្តែបើសិនជាគាត់ផ្លេចនៅក្នុងការអភិវឌ្ឍខ្លួនឯងអានសភៅឬក៏អីចឹងទៅវាធ្វើឲ្យគាត់បាត់បង់នៅការពង្រឹងផ្នែកស្មារតីអញ្ចឹងបើសិនជាគាត់ជួបប្រទះបញ្ហាមួយចំនួនគឺគាត់នឹងឆាប់បាក់លឿនហើយខ្ញុំជឿបែបហ្នឹងអញ្ចឹងសម្រាប់ខ្ញុំផ្ទាល់ខ្លួនឯងនេះខ្ញុំនិយាយពីបញ្ហារបស់ខ្ញុំផ្ទាល់ហើយណាគឺឆ្នាំមុនប៉ុន្តែមិនឆ្នាំមុនគឺខែមុនហ្នឹងហើយខែមុនហ្នឹងគឺខែ1ឆ្នាំ2026ដើមឆ្នាំខ្ញុំផឹងប្រែងហ៊ានមែនតើដោយសារខ្ញុំត្រូវធ្វើការជាខែទី1ដែលខ្ញុំត្រូវចាប់ផ្ដើមធ្វើការចាប់ផ្ដើមរៀនសូត្របើក semester ថ្មីឆ្នាំទី1ហើយត្រូវធ្វើការ freelance ឲ្យគេទៀតអញ្ចឹងជាពិសេសខ្ញុំព្យាយាមធ្វើអ្វីដូចជាការថតវីដេអូចែកជូនអ្នកទាំងអស់គ្នាហើយមានការសម្រេចនៅគោលបំណងខ្លួនឯងផ្ទាល់នៅក្នុងឆាកជីវិតដូចគ្នាអញ្ចឹងពេលវេលារបស់ខ្ញុំសឹងតែ24ម៉ោងគឺខ្ញុំផ្ដោតទៅលើការងារហ្មងអត់ខ្វល់ពីសុខភាពទេអញ្ចឹងនៅដល់ពាក់កណ្ដាលខែខ្ញុំចាប់ផ្ដើមឈឺចាប់ផ្ដើមក្តៅខ្លួនចាប់ផ្ដើមសុខភាពហ្នឹងវាចាប់ផ្ដើមទ្រុឌទ្រោមទៅអញ្ចឹងណាអញ្ចឹងទៅវាធ្វើឲ្យខ្ញុំចាប់ផ្ដើមត្រឡប់មកវិញគិតថាតើខ្ញុំចំណាយពេលវេលាផឹងប្រែងហ្នឹងវាច្រើនពេកមែនបានជាសុខភាពខ្ញុំវាអត់រឹងមាំតាមនឹងដែរអញ្ចឹងបែបហ្នឹងអញ្ចឹងណាពីព្រោះខ្ញុំអង្គុយធ្វើការរយៈពេល8ម៉ោងអត់ងើបតាណាយំទៅអត់ធ្វើចលនាហ្មងអញ្ចឹងខ្ញុំងាយរងក្នុងការទទួលផ្ដាសាយមែនតើសូម្បីតែខ្ញុំជិះម៉ូតូក៏ខ្ញុំឈឺដែរវាអាចបែបហ្នឹងអញ្ចឹងតែយើងអង្គុយពេកអញ្ចឹងទៅវាអត់មានចលនាវាចាប់ផ្ដើមស្ពឹកដៃស្ពឹកជើងហើយអត់សូវញ៉ាំរបស់ដែលល្អទេភាគច្រើនញ៉ាំរបស់ដូចគ្រឿងទេសអញ្ចឹងសាបអញ្ចឹងណារហូតដល់ខ្សោយមែនតើដល់ខ្ញុំខែមុនហ្នឹងខ្ញុំដួលស្លាប់ហ្មងមិនដួលស្លាប់ពីលក្ខណៈថាវាចង់ស្លាប់មែនតើហ្មងណាដល់ថ្នាក់ដាក់សេរ៉ូមខ្ញុំធ្លាប់ដាក់សេរ៉ូមដោយសារតែខ្ញុំខ្សោយពេកអស់ពីកផ្លោកអញ្ចឹងទៅពេទ្យបាននិយាយថាខ្ញុំខ្វះជាតិស្ករដោយសារតែការហូបចុករបស់ខ្ញុំហ្នឹងលក្ខណៈថាវាអត់សូវមានគុណភាពលក្ខណៈថាវាសាបពេកអត់ធ្វើអ្វីដែរដិតឬក៏ញ៉ាំរបស់ដែលមានប្រូតេអ៊ីនច្រើនអីចឹងណាហើយ
ជាពិសេសហ្នឹងគឺប្រភេទ fast food អាហារដែលគេលក់តាមផ្លូវអីចឹងណាជាវៀងហើយតកអីហ្នឹងទៅបើការពីមុនអត់ទេគឺឃ្លានអីធ្វើការហត់ឃ្លានអីហូបហ្នឹងហើយអត់ដែរហាត់ប្រាណទេអញ្ចឹងវាធ្វើឲ្យសុខភាពវាតាមនឹងដែរអញ្ចឹងណាដល់ទៅខ្ញុំសម្រាប់ខ្ញុំផ្ទាល់ហ្នឹងពេលហ្នឹងគឺបាក់បៀហ្មងហើយខ្ញុំឡើងកទួលស្បែកពីព្រោះវាលក្ខណៈថាគេថាកាត់ស្អួយហ្នឹងហើយក្តៅក្នុងខ្លាំងក្តៅដល់ថ្នាក់ខ្ញុំកាហាយភ្នែកកាហាយភ្នែកមែនទែនដល់ថ្នាក់វាក្តៅមែនទែនខ្លួនខ្ញុំវាក្តៅឡើងដល់ថ្នាក់40អង្សាហើយលើ40ហ្នឹងទៀតវាក្តៅខ្លួនខ្លាំងអញ្ចឹងទៅក្តៅភ្នែកទៅវាចាប់ផ្ដើមធ្វើឲ្យភ្នែកខ្ញុំវាស្វាងមែនទែនស្វាងមើលអីចាប់ផ្ដើមមើលអីលេងឃើញដល់ពេលវាក្តៅពេកខ្ញុំចាប់តាមមើលអីលេងច្បាស់អញ្ចឹងទៅក៏យកខ្សែបិទភ្នែកហ្មងទៅអ្វីវាទៅជាខ្សែហ្នឹងយើងជាលក់ទឹកអីចឹងណាអញ្ចឹងទៅវាធ្វើឲ្យខ្ញុំចាប់ផ្ដើមត្រឡប់មកគិតនៅវិញថាអូសុខភាពខ្ញុំទ្រមែនតើអញ្ចឹងដឹងមកខ្ញុំឈឺដល់កន្លះខែហើយគេឈឺធម្មតាសាយឬក៏អីចឹងទៅគេចាប់ផ្ដើមជាហ្មងពី3ថ្ងៃខ្ញុំមួយអាទិត្យហើយមិនត្រឹមមួយអាទិត្យទេសុខភាពហ្នឹងគឺលក្ខណៈឡើងតគ្នាមួយជំងឺតគ្នាហ្មងឡើងកទួលស្បែកឡើងអីក្តៅក្នុងអញ្ចឹងទៅវាអត់បានមើលថាសុខភាពខ្លួនឯងទេហើយចាយលុយអស់ច្រើនជាងអាពេលដែលត្រូវរកទៀតអញ្ចឹងទៅខ្ញុំក៏ចាប់ផ្ដើមញ៉ាំទឹកដូងអីចឹងទៅអាស្រ័យហាត់ប្រាណមួយអាទិត្យទៅហាត់ម្ដងឬក៏ពីដំបូងម្ដងប៉ុន្តែឥឡូវញឹកញាប់មែនតើដោយសារតែខ្ញុំចេញពីធ្វើការម៉ោង5ឬក៏ចេញពីរៀនម៉ោង5ទៅគឺចាប់ផ្ដើមគឺ take time 1ម៉ោងទៅ2ម៉ោងហ្នឹងគឺដើរហាត់ប្រាណហ្មងហើយខ្ញុំហាត់ប្រាណរយៈពេលបានកន្លះខែហើយអញ្ចឹងទៅវាមានអារម្មណ៍ថាខ្លួនឯងដូចស្អីឈឺទេមួយរយៈហ្នឹងអត់ឈឺហ្មងគឺអត់ឈឺទេណាហើយញ៉ាំថ្នាំញ៉ាំអីគឺទិញថ្នាំទុកហើយពេលឈឺហ្នឹងគឺទិញថ្នាំទុកអីចឹងនៅពេលដែលយើងឈឺមអីទៅញ៉ាំមួយគ្រាប់ពីរគ្រាប់ទៅវាបាត់ទៅវិញបែបហ្នឹងអញ្ចឹងណាហើយអាសាញ៉ាំទឹកដូងវាច្រើនវាធ្វើឲ្យយើងត្រជាក់ក្នុងអីចឹងណាហើយញ៉ាំរបស់អីចឹងទៅខ្ញុំចាប់ផ្ដើមនៅពេលដែលខ្ញុំឈឺហ្នឹងខ្ញុំចាប់ផ្ដើមទៅរកម្ហូបអាហារដែលលក្ខណៈម្ហូបហ្នឹងខ្ញុំដឹងថាម្ហូបហ្នឹងខ្ញុំ research ទៀតថាម្ហូបណាដែលខ្ញុំគួរញ៉ាំហើយខ្ញុំឈឺហ្នឹងខ្ញុំខ្វះអីគេខ្ញុំចាប់ផ្ដើមសួរតែ research មើលថាខ្ញុំត្រូវខ្វះជាតិ protein វីតាមីន B6 B12 អីចឹងណាហើយខ្វះជាតិដែកឬក៏អីចឹងទៅខ្វះជាតិស្ករត្រូវញ៉ាំទឹកអំពៅអីចឹងណាអញ្ចឹងបើសិនជាខ្ញុំត្រឡប់មកវិញថាបើសិនជាខ្ញុំអត់ឈឺទេខ្ញុំអត់ដួលចឹងទេហើយខ្ញុំក៏អត់ដឹងថាម្ហូបណាដែលខ្ញុំគួរតែជ្រើសញ៉ាំដែរបែបហ្នឹងអញ្ចឹងណាយើងគួរតែជ្រើសរើសអាហារណាដែលយើងគិតថាវាល្អសម្រាប់សុខភាពយើងអញ្ចឹងទៅហើយខ្ញុំដឹងថាម្ហូបហ្នឹងវាផ្ទុកនៅសារជាតិអីទៀតវីតាមីនអីគេវាជួយប្រឆាំងអីទៀតអញ្ចឹងណាបើអត់ឈឺទេក៏ខ្ញុំអត់ដឹងថាអាហ្នឹងវាសំខាន់ដែរអញ្ចឹងបានន័យថាក្រោយពីបើសិនជាយើងចង់ទទួលបានរឿងណាមួយជោគជ័យនៅក្នុងជីវិតរបស់យើងវាលុះត្រាតែយើងដួលសិនលុះត្រាតែយើងបរាជ័យសិនអញ្ចឹងដូចគ្នាដែរបែបហ្នឹងអញ្ចឹងណាឥឡូវបើឧទាហរណ៍ថាបើសិនជាយើងអត់ចេះទុកដាក់ថវិកាទេឬក៏មានបញ្ហាអីផ្សេងៗក្នុងជីវិតយើងទេបើសិនជាសមាជិកគ្រួសារយើងអត់ឈឺទេអញ្ចឹងវាច្បាស់ហើយថា insurance វាបង្កើតមកដើម្បីអីអញ្ចឹងមកថា insurance បង្កើតមកដើម្បីជួយទប់ទល់នៅហេតុអញ្ញវត្ថុរបស់ប្រជាជនអីចឹងទៅអញ្ចឹងបើសិនជាមនុស្សយើងអត់ឈឺផងហ្នឹងមនុស្សយើងអត់ជួបបញ្ហាលំបាកផងហ្នឹងតែ insurance នេះវាកើតឡើងមកដែរច្បាស់ហើយវាអត់នឹងកើតឡើងមកទេអញ្ចឹងយើងគួរតែអរគុណរឿងណាដែលយើងបរាជ័យដែលយើងធ្វើទៅវាធ្វើឲ្យយើងឈឺចាប់អីចឹងណាទើបយើងអាចរកភាពដែលមានក្តីសុខសេចក្តីសុខជាមួយនឹងភាពជោគជ័យរបស់យើងទៅបានអញ្ចឹងត្រឡប់មក topic យើងវិញបានន័យថាការដែលរឹងមាំផ្នែកបញ្ញាស្មារតីសម្រាប់ខ្ញុំផ្ទាល់បញ្ញាស្មារតីវាអូខេហើយដោយសារយើងធ្វើការច្រើនយើង research បានច្រើនយើងចេះច្រើនប៉ុន្តែគឺខ្ញុំត្រូវតែឆ្លៀតមកពីមួយថ្ងៃ2ម៉ោងក្នុងការហាត់ប្រាណចេះតែហាត់ប្រាណវាធ្វើខ្ញុំអត់សាឈឺទេឡើយអត់សាឈឺទេនិយាយតាមត្រង់ដោយសារតែយើងបានធ្វើបញ្ចេញចលនាទៅនេះដើរមើលគេមើលឯងទៅវាចាប់ផ្ដើមធ្វើឲ្យយើង relax ដែរហើយនៅម្លងពេលដែលដើរហាត់ប្រាណខ្ញុំដាក់អីបែបស្ដាប់ podcast ដែរអញ្ចឹងទៅវាធ្វើឲ្យខ្ញុំនឹងចាប់ផ្ដើមមិនធម្មតាហាត់ប្រាណទេបានចំណេះដឹងត្រឡប់មកវិញទៀតវាបែបហ្នឹងអញ្ចឹងណាវាស្អីលើមនុស្សម្នាក់ដូចគ្នាដែរអ្នកខ្លះគាត់ស្ដាប់បទចម្រៀងវាធ្វើគាត់ relax ក៏គាត់ស្ដាប់ដែរប៉ុន្តែសម្រាប់ខ្ញុំផ្ទាល់ខ្ញុំស្ដាប់ podcast នៅពេលដែលដើរហាត់ប្រាណអញ្ចឹងណាហ្នឹងហើយសម្រាប់ផ្នែកបញ្ញាស្មារតីវាអូខេណាប៉ុន្តែបើសិនជាប្រត់លើថារូបរាងកាយវាអត់រឹងមាំទេគឺយើងប្រត់លើបញ្ញាស្មារតីអីអញ្ចឹងណាហើយបើសិនជារូបរាងកាយយើងរឹងមាំប៉ុន្តែបញ្ញាស្មារតីរបស់យើងអត់សូវរឹងមាំទេក៏វាមានបានជួយអីទៅវិញដែរវាធ្វើឲ្យយើងឈឺពេលខ្លះអាចនិយាយបានថាសុខភាពយើងវាអូខេវា work ទៅធម្មតាហេតុអីមនុស្សយើងចាប់ផ្ដើមឈឺឆ្ងល់អត់ខ្ញុំតែហាត់ប្រាណរាល់ថ្ងៃប៉ុន្តែដូចបើខ្ញុំឈឺអញ្ចឹង
ពីព្រោះមកពីអីមកពីបញ្ញាស្មារតីរបស់យើងភាគច្រើនវាមិននៅតែគិតច្រើនគិតច្រើនពេកវាចាប់ផ្ដើម stress ដល់ពេលដែល stress វាអាចធ្វើឲ្យយើងខាងក្នុងរបស់យើងចាប់ផ្ដើមបង្កើតសម្ពាធនឹងទៅវាធ្វើឲ្យជំរុញឲ្យយើងធ្វើសកម្មភាពក្រៅពីការហាត់ប្រាណនេះទៅធ្វើរឿងអ្វីដែរធ្វើឲ្យខ្លួនឯង down ជាងមុនមកថាឲ្យខ្លួនឯងហ្នឹងធ្លាក់ចុះជាងមុនបែបហ្នឹងអញ្ចឹងណាទៅវាធ្វើឲ្យយើងហ្នឹងវាហាត់ប្រាណដែរប៉ុន្តែវាអត់មានបានអីត្រឡប់មកវិញវាកាន់តែធ្វើឲ្យយើងមានអារម្មណ៍ថាវាកាន់តែស្មុគស្មាញណាពេលហាត់ប្រាណវាធ្វើឲ្យយើង relax ប៉ុន្តែត្រឡប់មកទៀតវិញស្មុគស្មាញដដែលអញ្ចឹងបញ្ញាស្មារតីហ្នឹងក៏ត្រូវតែរឹងមាំដូចគ្នាដែរដើម្បីជៀសវាងពីបញ្ហាផ្សេងទាំងបញ្ហាស្មារតីនិងបញ្ហារូបរាងកាយបែបហ្នឹងដូចគ្នាអញ្ចឹងត្រឡប់មកវិញអញ្ចឹងpodcast មួយនេះគឺខ្ញុំផ្ដោតទៅលើផ្នែកសុខភាពអញ្ចឹងបើសិនជាពេលនេះអ្នកទាំងអស់គ្នាមានអារម្មណ៍ថាអូខ្ញុំអត់សូវរឹងមាំផ្នែកបញ្ញាស្មារតីទេអ្នកទាំងអស់គ្នាអាចទៅអានសៀវភៅឬក៏ធ្វើសកម្មភាពអីផ្សេងទៅរៀនអ្វីដែលថ្មីអាចជួយពង្រឹងស្មារតីអ្នកទាំងអស់គ្នាឲ្យកាន់តែប្រសើរជាងមុនបើខ្ញុំជ្រើសរើសការអានសៀវភៅអញ្ចឹងណាហើយក៏ស្ដាប់ podcast អញ្ចឹងទៅអញ្ចឹងបើសិនជាឥឡូវនេះអ្នកទាំងអស់គ្នាគិតថាខ្ញុំរាងកាយរបស់ខ្ញុំអត់សូវរឹងមាំទេខ្ញុំភ្លេចការហាត់ប្រាណហើយប៉ុន្តែស្មារតីរបស់ខ្ញុំនៅរឹងមាំអូខេយើងអាចឆ្លៀតពេលមួយថ្ងៃហ្នឹងអាច1ម៉ោងទៅកន្លះម៉ោងឬក៏ដំបូងអាចហាត់ប្រាណ15នាទីនៅផ្ទះអីចឹងវាជាការហាត់ប្រាណដែរបែបហ្នឹងអញ្ចឹងណាវាយើងត្រូវបំពេញវាដូចគ្នាអញ្ចឹងប្រឹងរៀនប្រឹងធ្វើការកុំភ្លេចសុខភាពនៅពេលដែលយើងមានសុខភាពហើយកុំភ្លេចប្រឹងស្មារតីនិងចំណេះដឹងរបស់យើងវិញដូចគ្នាអញ្ចឹង podcast របស់យើងបានត្រឡប់មកដល់ទីបញ្ចប់ហើយខ្ញុំសង្ឃឹមថាអ្នកនរគ្នានឹងរងចាំនៅអេពីសូតបន្ទាប់ទៀតដែលមាន topic ផ្សេងដែលចែកជូនទៅកាន់អ្នកនរគ្នាដែលខ្ញុំបានព្យាយាមសិក្សារៀនសូត្រនិងការអានសៀវភៅត្រឡប់មកវិញមកដើម្បីប្រឹងធ្វើវីដេអូនេះក៏ចង់ដាស់តឿនខ្លួនឯងដែរឲ្យបន្តធ្វើការហាត់ប្រាណបន្តទៀតនិងប្រឹងស្មារតីអ្នកនរគ្នាក៏ដូចគ្នាដែរគួរតែបំពេញវាទាំងពីរហ្នឹងឲ្យបានមានស្ថិរភាពអញ្ចឹងណាហ្នឹងហើយអញ្ចឹងpodcast របស់យើងបានត្រឡប់មកដល់ទីបញ្ចប់ហើយអញ្ចឹងជួបគ្នានៅសប្តាហ៍ក្រោយឬក៏អេពីសូតក្រោយហ្នឹងឯងជម្រាបលាអរគុណអ្នកនរគ្នាបាយបាយ